បាទ Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទ Chanda Technosia ស្វាគមន៍មកកាន់វីដេអូទី2នៃការរៀន Laravel វីដេអូនេះគឺខ្ញុំនិយាយតាក់ទងទៅនឹងការ set up នៅលើ local machine របស់យើងដើម្បីអាចសរសេរកូដ Laravel បានបាទយើងចូលមកកាន់ website របស់ Laravel មកហើយយើងចុចពាក្យថាកន្លែងគេដាក់ថា installation យើង scroll ចុះមកក្រោមគេដាក់ថា installation installing PHP and Laravel installer បាទអញ្ចឹងដើម្បីinstall ឬក៏ដើម្បីសរសេរកូដ Laravel បានគឺយើងត្រូវការទី1គឺអីគេគឺ PHP បន្ទាប់មកទៀតគឺ Composer បាទឬក៏មួយទៀតយើងអាច download តាក់ទងទៅនឹង Node បាទអញ្ចឹងខ្ញុំបានសរសេរទុកហើយអឺដើម្បីសរសេរកូដ Laravel បានយើងត្រូវ set up នៅលើ local machine របស់យើងទាំងអស់គ្នាសិនបានយើងអាចសរសេរកូដ Laravel បានអញ្ចឹងយើងត្រូវការទី1គឺ PHP យើង download PHP ទី2គឺ Composer ទី3គឺយើងត្រូវការមានNode npm Node បាទទី4គឺយើងត្រូវការ XAMPP ដើម្បីចង់និយាយថាដើម្បីឲ្យ XAMPP ហ្នឹងគឺ run អឺធ្វើជា web server បន្តមកទៀតយើងត្រូវការ IDE គឺ VS Code បាទអញ្ចឹងដើម្បីទៅ download PHP បានគឺអ្នកទាំងអស់គ្នាអាចអឺចូលមកកាន់កន្លែង installation មកហើយឃើញគេដាក់ថា PHP បាទអញ្ចឹងយើង open new link មួយទៀតមកយើងអាចចុចពាក្យថា download បន្តមកទៀតវាប្រាប់ហើយនេះវាដាក់ថាយើង install សម្រាប់ web development Windows Fileship អីហ្នឹងអញ្ចឹងយើង scroll ចុះមកក្រោមគឺយើងអត់ download អានេះទេគឺយើងទៅ download click កន្លែងនេះគេដាក់ zip បាទ click zip ហ្នឹងមកចឹងអ្នកទាំងអស់គ្នា save ដាក់នៅក្នុងកន្លែងណាក៏បានដែរសម្រាប់អ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំ download ហើយខ្ញុំអត់សុំអត់ download ភាសាទៀតទេបាទបន្ទាប់ពីអ្នកទាំងអស់គ្នា download PHP បានហើយអ្នកទាំងអស់គ្នាត្រូវតែទៅ download Composer ម្ដងទៀតបាទ Composer នេះយើង click មក right click មកបាទយើងអាចចុច download ទៅបាទ Composer setup exe ខ្ញុំក៏ download ហើយដែរខ្ញុំអត់ download ទេអ្នកទាំងអស់គ្នា download ទៅបើសិនជាអត់ទាន់មានអញ្ចឹងជំហានបន្តទៀតគឺអ្នកទាំងអស់គ្នាទៅ download អីគេគឺត្រូវតែទៅ download Node ហើយនិង npm បាទអញ្ចឹង Node npm ក៏មានដែរនេះ right click មកយើងយកពាក្យ new link មកអ្នកទាំងគ្នាអាច download មកហើយអ្នកទាំងគ្នាទៅឡើងចុច next តាមវាទៅគឺអូខេហើយបន្តមកទៀតអ្នកទាំងគ្នាត្រូវតែទៅ download SAM ដើម្បីអឺធ្វើជា web server អញ្ចឹងយើងចូលទៅកាន់ browser ណាដែលអ្នកទាំងគ្នាពេញចិត្តមកយើង search មក SAM download បាទយើងអាច click download ជ្រើសរើសមកប្រភេទអឺអ្នកទាំងអស់គ្នាចង់ download អីគេអូខេអញ្ចឹងខ្ញុំសុំយក download អានេះចុះអញ្ចឹងអ្នកទាំងអស់គ្នាអាច save ដាក់នៅលើlocal drive របស់អ្នកទាំងអស់គ្នាទៅខ្ញុំអត់ download ទៀតទេដោយសារតែខ្ញុំគឺ download ហើយខ្ញុំគ្រាន់តែប្រាប់វិធីសាស្ត្រឲ្យអ្នកទាំងអស់គ្នាទៅ download ទេបន្តមកទៀតគឺយើងត្រូវការអីគេគឺ VS Code បាទ IDE អញ្ចឹងយើង search ទៀតមក VS Code download VS Code download បាទយើង for Windows ចុចលេខ Windows មកយើងអាចចុចលេខ download នេះក៏បានដែរតមកទៀតយើងជ្រើសរើសយក Windows ដោយសារតែរបស់យើងជា Windows បើអ្នកទាំងអស់គ្នាជា Mac អីយក Mac ទៅខ្ញុំយក Windows យើង save ដាក់នៅក្នុង Google Drive សុំទោសយើង save ដាក់នៅក្នុង local drive ដូចគ្នាខ្ញុំអត់ download ទេដោយសារតែខ្ញុំ download ហើយបាទចូលមកដល់វគ្គ installation យើងចូលមកកាន់អឺចាំតិច teaching
basic អូខេអញ្ចឹងខ្ញុំអឺដើម្បី download ដើម្បី install បានខ្ញុំបានតម្លើងហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចទីមួយគឺអ្នកទាំងអស់គ្នាត្រូវតែដំឡើង PHP សិននេះអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នា download បានហើយគឺវាចេញ file zip អញ្ចឹងអ្នកទាំងអស់គ្នា right click មកហើយយកពាក្យ extract បាទ extract មកបន្ទាប់ពីអ្នកទាំងអស់គ្នា extract បានហើយអ្នកទាំងអស់គ្នាrename មកដាក់ថា PHP version 5បានហើយបាទអញ្ចឹងអ្នកទាំងអស់គ្នាខាត់មកខាត់ file ហ្នឹងណាខាត់ហើយអ្នកទាំងអស់គ្នាចូលមកដាក់នៅក្នុង drive C នេះដោយសារតែខ្ញុំបានដាក់វាហើយអញ្ចឹងខ្ញុំអត់ចុច paste ម្ដងទៀតទេបើសិនជាខ្ញុំ paste ម្ដងទៀតវានឹងឲ្យខ្ញុំ replace ហើយអូសំទោសសារតែនេះប្រើចុចអញ្ចឹងអ្នកទាំងអស់គ្នាអាច rename ដូចគ្នាដែរមកដាក់ PHP 8.5 មកឲ្យមកប៉ុន្តែខ្ញុំបានតម្លើងហើយអញ្ចឹងខ្ញុំអត់តម្លើងទៀតទេខ្ញុំសូមចុច delete បន្តមកទៀតអ្នកទាំងអស់គ្នាត្រូវតែទៅ set up នៅលើenvironment variable អញ្ចឹងអ្នកទាំងអស់គ្នាចូលកន្លែង PHP 8.5 ដែលអ្នកទាំងអស់គ្នាបាន paste មិញហ្នឹងមកអ្នកទាំងអស់គ្នា click កន្លែង path ខាងលើនេះ control A ហើយ copy បន្តមកទៀតអ្នកទាំងអស់គ្នាចូលកន្លែង search ថាenvironment បាទ edit the system environment variable click មក click ពាក្យថា environment variable ខាងក្រោមអ្នកទាំងអស់គ្នាអត់យក user variable ទេអ្នកទាំងអស់គ្នាយក system variable អញ្ចឹងយើង click លេខនេះមកលេខ path ហើយយកពាក្យថា edit ហើយយកពាក្យថា new អ្នកទាំងអស់គ្នា paste របស់អ្នកទាំងអស់គ្នាមកឃើញអត់ paste ដោយសារតែខ្ញុំបានដាក់ខាងលើហើយនេះអញ្ចឹងខ្ញុំអត់ចាំដាក់ម្ដងទៀតក៏បានដែរហើយបន្ទាប់ពីអ្នកទាំងអស់គ្នាបានដាក់ហើយអ្នកទាំងអស់គ្នាចុច OK ខ្ញុំអត់ចុច OK ទេហើយចុច OK ទៀតមកអ្នកទាំងអស់គ្នាចុច OK តែខ្ញុំអត់ចុចទេព្រោះខ្ញុំធ្វើហើយចុច OK ទៀតមកបាទតែខ្ញុំអត់ចុច OK ទេដោយសារខ្ញុំធ្វើហើយដែរអញ្ចឹងដើម្បី verify ថាតើយើងបានតម្លើង PHP ហើយនៅគឺយើងចូលទៅកាន់ command cmd របស់យើងមកយើង search ថាphp -v អញ្ចឹងយើងនឹងឃើញថា version PHP របស់យើងគឺប៉ុន្មាន version PHP របស់យើងគឺ8.5 សម្រាប់ការ run Laravel គឺដូចជាវាទាមទារឲ្យយើង PHP ចាប់ពី 8.4 ឡើងបាន run Laravel 12បានបាទយើង success ក្នុងការតម្លើងPHP ហើយអញ្ចឹងយើងត្រូវទៅតម្លើង composer អត់មានអីពិបាកទេអ្នកទាំងអស់គ្នាគឺអ្នកទាំងអស់គ្នាគ្រាន់តែ click នៅលើ file composer ទៅហើយចុច next ទៅគឺអូខេហើយដោយសារតែអ្នកទាំងអស់គ្នាបានតម្លើង PHP ហើយអញ្ចឹងវានឹងចាប់ទីតាំង PHP ស្រាប់អូខេបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវតែទៅតម្លើងnode ឬក៏ npm ដូចគ្នា node npm អ្នកទាំងអស់គ្នាclick កន្លែង node ដែលយើង download ហ្នឹងមកហើយ install និចទៅអូខេហើយតោះនេះបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវតែទៅ download SAM install SAM អញ្ចឹងអ្នកទាំងអស់គ្នា SAM អ្នកទាំងអស់គ្នា click និចទៀតដែរទៅគឺអូខេហើយមួយទៀតអ្នកទាំងអស់គ្នាត្រូវតែមាន VS Code IDE អញ្ចឹងខ្ញុំដូចជាមាន VS Code ហើយអញ្ចឹងខ្ញុំអត់សុំដាក់ទៀតទេអ្នកទាំងអស់គ្នា download VS Code ហើយអ្នកទាំងអស់គ្នាចុច next ទៅគឺអូខេហើយបាទវីដេអូនេះគឺមានតែប៉ុណ្ណឹងហើយខ្ញុំប្រាប់មួយទៀតបើអ្នកទាំងអស់គ្នាតម្លើងទៅមានបញ្ហាអីអ្នកទាំងអស់គ្នាrun Laravel អីអត់បានគឺអ្នកទាំងអស់គ្នាគ្រាន់តែចូលមកកាន់កន្លែងនេះចូលមកកាន់ new tab ហើយយកពាក្យ Google មកអ្នកទាំងអស់គ្នា search ថាឃើញវាមានដាក់ថា AI mode អូខេ click លើ AI mode ហ្នឹងមកបន្តមកទៀតឧទាហរណ៍ថាអ្នកទាំងអស់គ្នាព្យាយាមrun command ដើម្បីបង្កើត Laravel project ឧទាហរណ៍ថា I try use this command for creating Laravel 12
ok dương phá command ấy kì command này nè ok phá u ta command ấy chẳng chứ ấy chẳng ta anh ấy cứ cho command này ok chả phá chẳng bàn tay này ok này anh ai bật card bán này này ok này tụi ban lại cái error chẳng nằm bay oi Google AI bị chui nhớ chẳng phải tha and then I get this or error ចឹងអ្នកនរគ្នា paste error ដែលអ្នកនរគ្នាបានមកបន្ទាប់ពីអ្នកនរគ្នាវាយ command ហើយអូខេនៅ error បន្តមកទៀតអ្នកនរគ្នាចុច enter ទៅគឺ AI របស់ Google គឺនឹងប្រាប់ហើយថាអ្នកនរគ្នាអ្នកនរគ្នាព្យាយាមបង្កើតឡើងបែប project 12ប៉ុន្តែអត់បានដោយសារមូលហេតុអីចេះ1ចេះ2អីចឹងទៅគឺអ្នកនរគ្នាមើលតាមហ្នឹងទៅគឺ fix បានហើយដោយសារតែខ្ញុំ fix problem អឺដោយប្រើ AI របស់ Google សួរដែរបាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងវីដេអូក្រោយគឺខ្ញុំនឹងអឺបង្កើតនៅ Laravel project ឲ្យអ្នកនរគ្នាមើលបាទហើយអ្នកនរគ្នាថ្មីអត់ទាន់បាន subscribe channel របស់ខ្ញុំជួយ subscribe channel របស់ខ្ញុំម្នាក់មួយផងបាទជួបគ្នានៅវីដេអូទី3និយាយអំពីការបង្កើត Laravel project បាទបាយបាយ